เรื่องนิទានខ្មោចវិញ្ញាណតាមរកក្បាលកាលទីយូរលង់ណាស់មកហើយនៅភូមិមួយដ៏ដាច់ស្រយាលក្បែរជើងភ្នំមានបុរសម្នាក់ឈ្មោះសុកគឺជាអ្នកកាប់អុសដែលឧស្សាហ៍ព្យាយាមប៉ុន្តែគាត់មានទម្លាប់ម្យ៉ាងគឺចូលចិត្តដើរមកផ្ទះវិញនៅពេលយប់អាធ្រាត្រម្នាក់ឯងមិនដែលខ្លាចញញើតនឹងពាក្យចចាអារាមអំពីខ្មោចព្រាយបិសាចឡើយយប់មួយខណៈពេលដែលសុកកំពុងដើរកាត់ផ្លូវលំដែលមានដើមពោធិ៍ធំមួយដើមឈរត្រដែតកណ្ដាលវាលស្រាប់តែខ្យល់បក់មកយ៉ាងត្រជាក់ស្រែបដល់ចាំងខ្នងសំឡេងសត្វទីទុយយំវងបន្លឺឡើងគួរឲ្យខ្លាចសុកចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់កំពុងដើរតាមពីក្រោយគាត់ក៏ងាកក្រោយមើលតែគ្មានឃើញអ្វីសោះនៅពេលគាត់បន្តដើរបាន 2-3 ជំហានទៀតស្រាប់តែមានសំឡេងក្រលួចម្យ៉ាងបន្លឺឡើងសុកអើយជួយរកក្បាលឲ្យយើងផងសុកភ័យញ័ររន្ធត់ស្ទើរតែដកដង្ហើមមិនរួចគាត់បង្កើនល្បឿនដើរប៉ុន្តែសំឡេងនោះកាន់តែខិតមកជិតទៅរំពេចនោះមានស្រមោលខ្មៅស្រពិចស្រពិលមួយបន្លិចឡើងនៅពីមុខគាត់វាគឺជាវិញ្ញាណបុរសម្នាក់ដែលមានតែខ្លួនប៉ុន្តែគ្មានក្បាលឡើយឈាមស្រស់កំពុងស្រក់ចេញពីត្រង់កដែលដាច់នោះយ៉ាងគួរឲ្យខ្ពើមរអើមខ្មោចនោះបានលូកដៃមករកសុកហើយសួរដោយសំឡេងស្អកថាឯងឃើញក្បាលយើងទេវាធ្លាក់នៅទីនេះកាលពីយប់មិញសុកស្រែកខ្លាំងរត់យ៉ាងលឿនសម្ដៅទៅវត្តដែលនៅជិតនោះបំផុតគាត់រត់បណ្ដើរបុនស្រពន់បណ្ដារហូតដល់ហួសរបងវត្តទើបខ្មោចនោះបាត់ស្រមោលទៅព្រឹកឡើងអ្នកភូមិបានដឹងរឿងនេះក៏នាំគ្នាទៅពិនិត្យមើលនៅក្រោមដើមពោធិ៍នោះហើយបានឃើញលឡាដោតក្បាលមនុស្សម្នាក់ដែលត្រូវបានសត្វកគេកកាយចេញពីដីតាមពិតទៅទីនោះគឺជាកន្លែងដែលចោរបានសម្លាប់មនុស្សកាលពីច្រើនឆ្នាំមុនហើយកប់សពដាត់ក្បាលពីគ្នាចាប់តាំងពីថ្ងៃដែលលោកតាអាចារ្យធ្វើបុណ្យឧទ្ទិសកុសលនិងបូជាសពនោះតាមក្បួនខ្នាតរួចមកវិញ្ញាណនោះក៏លែងលេចមកឲ្យអ្នកភូមិឃើញទៀតឡើយមេរៀនអប់រំកុំដើរយប់ប្រលប់នៅកន្លែងដែលគ្មានមនុស្សរស់នៅហើយត្រូវឧស្សាហ៍ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចាក់ឋានទៅដើម្បីឲ្យពួកគេទៅកាន់សុគតិភាព